អេរ៉ង់នឹងប្តឹងទារសំណងខូចខាតទីតាំងប្រវត្តិសាស្ត្រដោយសារការវាយប្រហាររបស់អាមេរិកអ៊ីស្រាអែលអភិបាលខេត្តអ៊ីស្វាហាន់លោក Mehdi Jamili Najat កាលពីថ្ងៃទី19 ខែមេសាបាននិយាយថាក្រុមអ្នកជំនាញផ្នែកច្បាប់នឹងដាក់ពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការខូចខាតយ៉ាងដំណំលើទីតាំងប្រវត្តិសាស្ត្រជាច្រើនក្នុងអំឡុងពេលវាយប្រហាររវាងអាមេរិកនិងអ៊ីស្រាអែលនេះបញ្យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ថ្លែងនៅក្នុងឱកាសនៃទិវាអន្តរជាតិសម្រាប់បូជនីយដ្ឋាននិងរមណីយដ្ឋានលោក Mehdi Jamili Najat បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការអភិរក្សអគារប្រវត្តិសាស្ត្រនិងទីតាំងបុរាណលោកលើកឡើងថាបេតិកភណ្ឌវប្បធម៌គឺជាសសរស្តម្ភនៃអនាគតប្រកបដោយចីរភាពជាក់កសមលងពេលសង្គ្រាមនិងការវាយប្រហាររបស់សត្រូវលើទីក្រុងប្រវត្តិសាស្ត្រនេះចំណុចប្រមាណ203កន្លែងនៅក្នុងផ្សារ Grand Massa និងវាមានប្រវត្តិសាស្ត្រចំនួន23ត្រូវបានខូចខាតដែលសុទ្ធតែត្រូវបានជួសជុលឡើងវិញទាំងអស់លោកបានបន្ថែមថាយើងបានចាប់ផ្ដើមដំណើរការជួសជុលឡើងវិញហើយមានទាំងបំណងបញ្ចប់ការសាងសង់ឡើងវិញនៅទីតាំងទាំងនេះក្នុងរយៈពេល2ឆ្នាំដែលនៅសល់នៃរដ្ឋបាលបច្ចុប្បន្នក្រុមអ្នកច្បាប់មួយត្រូវបានតែងតាំងហើយសំណុំរឿងមួយត្រូវបានរៀបចំសម្រាប់ពាក្យបណ្ដឹងអភិបាលខេត្តរូបនេះបានបញ្ជាក់ជាថ្មីថាបច្ចុប្បន្នក្រុមអ្នកជំនាញបានចំណាយពេលជាច្រើននៅអ៊ីស្វាហាន់ហើយបានចងក្រងនិងដាក់ស្នើឯកសារចាំបាច់ចំណែកឯនីតិវិធីច្បាប់ទាំងនេះក៏កំពុងដំណើរការទៅមុខហើយសង្ឃឹមថានឹងសម្រេចបានលទ្ធផលអំណោយផលផងដែរ